ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់មានវីដេអូអីទេបងប្អូនតែសូមណែនាំឲ្យបងប្អូនស្គាល់ទុរេនពូជម្ដងពូជមួយទៀតគេហៅថាពូជបច្ចុលខ្មៅបងប្អូនអានេះវាជាពូជស្រាលដូចនឹងមូសាំងឃីងដែរអញ្ចឹងវាទទួលផលប្រហែលជា90ថ្ងៃហើយទុរេនយើងហ្នឹងវាអាយុ2ឆ្នាំចូល2ឆ្នាំណាហើយមេឃវាសុបទ្រុបពេកឥឡូវយើងមកធ្វើការលះវាបន្តិចបន្តួចដើម្បីឲ្យវាមានខ្យល់មានអីចូលកុំឲ្យវាមានរោគមានអីច្រើនអញ្ចឹងយើងក៏នេះវាបន្តិចបន្តួចទៅណានេះវាគ្រាន់តែថាយើងកាត់ដីចោលបន្តិចដើម្បីឲ្យវាស្រឡះយើងទុកមេឃណាខ្លះកុំឲ្យវាសុបទ្រុបពេកអញ្ចឹងយើងត្រូវធ្វើថ្ងៃហ្នឹងយើងមកអញ្ចឹងប៉ុន្តែវាថ្ងៃហ្នឹងវាភ្លៀងផងរោភ្លៀងក្តៅពីព្រឹកក្តៅឥឡូវរោភ្លៀងអញ្ចឹងអ្វីដែលត្រូវយើងនិយាយមានច្រើនដែរប៉ុន្តែយើងនិយាយមិនតាន់អញ្ចឹងមានតែបង្ហាញឲ្យបងប្អូនមើលស្គាល់ទុរេនម្ដងទៀតអានេះមកពូជវាមកពីឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីវាមិនមែនជាពូជរបស់ថៃឬមួយក៏ពូជរបស់វៀតណាមអីទេហើយពូជនេះវាចូលនៅក្នុងស្រុកខ្មែរយើងមានបងប្អូនម្ចាស់ចម្ការខ្លះគាត់ដាំបានផ្លែហើយប៉ុន្តែយើងក៏ទៅមិនដាំទេយើងមានអាហ្នឹងវគ្គ1មានវគ្គ2មកអានេះចូល2ឆ្នាំមានអាចូល8ខែហើយនេះវាប៉ុណ្ណឹងហើយថ្ងៃហ្នឹងយើងមកបាន3ជួរនេះឥឡូវយើងដេញទៅជួរនេះទៀតអញ្ចឹងយើងធ្វើសន្សំតាមដំណាក់កាលវាហើយមិនថងយើងធ្វើរួចអស់ហើយអាពូជអាវគ្គធំនៅវគ្គតូចយើងអត់ទាន់បានធ្វើអីវាទេអានេះចាំវារៀងដើមធំបន្តិចបានយើងធ្វើវាអញ្ចឹងអ្វីដែលសំខាន់ឲ្យបងប្អូនស្គាល់ពូជទុរេនមួយទៀតគេហៅថាម្ជុលខ្មៅអូខេជម្រាបលាជួយ follow page ដើម្បីបានមើលវីដេអូពីកូនខ្មែរយើងដាំទុរេនទាំងអស់គ្នាបងប្អូនជម្រាបលា